ตายเนี่ยตั้งออกนี้จือเหลือไปจมเนือเพลิงงดได้หรือตีจ้าดำนาต่อគ្នាថាមនុស្សមានរិស័យដាក់តែងតែចាញ់ច្រាប់ខ្មោចប្រលឹងខ្មោចមាននៅគ្រប់ទីកន្លែងពួកវាតែងតែសម្លឹងមកកាន់យើងនិងចូលសន្ធឹកក្នុងរាងកាយមនុស្សដែលមានរិស័យដាក់ឬមនុស្សដែលគ្មានគ្រូបាស៊ីកាន់ដែលគ្រប់គ្នាតែងតែនិយាយថាខ្មោចចូលមនុស្សដែលមានពពួកប្រលឹងខ្មោចព្រាយចូលតែងតែធ្វើសកម្មភាពប្លែកៗឬបាត់បង់សន្តិជាដើមអ្វីដែលឮចេញពីមាត់គេម្ដងហើយម្ដងទៀតនោះគឺពួកគេឃ្លានសាច់ស្រស់ឈាមស្រស់បើមិនយកមកឲ្យគេទេម្ចាស់រូបកាយនឹងត្រូវពពួកកិច្ចបាក់កស្លាប់តែម្ដងស្រុកសៀងប៉ាងខេត្តស្ទឹងត្រែងឆ្នាំ2009សូរិយារៀបអង្គស្ដង់គុតចំណូលខែក៏ដឹកខ្យល់ចាប់ផ្ដើមបក់មកលហៀកត្រជាក់ចុងដៃចុងជើងស្រើបប្រជាកសិករញាប់ដៃញាប់ជើងប្រមូលផលស្រូវខ្លះរៀបចំបោកខ្លះរៀបចំប្រមូលស្រូវដាក់ការុងឲ្យទាន់ពេលវេលាព្រោះខ្លាចយប់ទាន់ពេលដែលប្រមូលផលរួចគ្រប់គ្នាអស់កម្លាំងសឹងតែមួយថ្ងៃពេញពន្លឺភ្លើងចំពីងក៏ភ្លឺចិញ្ចាចចាញ់តាមបង្អួចខ្ទមដែលមានប្រមាណ10ទៅ20ខ្នងដែលនេះអាចបញ្ជាក់បានថាដល់ពេលដែលគេត្រូវការចូលសម្រានហើយយប់ប្រហែលម៉ោង7ទៅហើយទើបឧត្តមបានចេញទៅស្រែព្រោះរវល់រៀនពេញមួយថ្ងៃដូចគ្នាចេញពីរៀនរត់ហើយឆ្លៀតរៀនគូតបន្តអញ្ចឹងហើយទើបបានជាយប់ដូចនេះដំបងឧត្តមគិតថាមិនទៅដេកនៅឯស្រែទេព្រោះម៉ែនិងពុករបស់គេមិនបានឲ្យទៅតែនឹងងិចមិញដោយសារតែលឺអ៊ំសឿននិយាយថាយប់នេះនៅស្រែគេនាំគ្នាធ្វើអំបុកស្រូវថ្មីហូបជុំគ្នាទើបគេប្រញាប់ចេញពីរៀនស្ទុះទាញកង់ជិះមកស្រែតែម្ដងឧត្តមប្រឹងធាក់កង់ទៅមុខទាំងញ័រខ្លួនទៅត្រើតព្រោះចាញ់ភាពត្រជាក់ពេលទៅដល់ស្រែគេរៀងចម្លែកចិត្តបន្តិចឯណាអ៊ំសឿនថាគេមកធ្វើអំបុកហូបនោះយីក៏ហក់ក្មេងទៅកើតឧត្តមនិយាយទាំងហួសចិត្តដោយខឹងខ្លាំងពេកឧត្តមស្ទុះឡើងទៅលើខ្ទមស្រែកសួរម៉ែឯណាអំបុកខឹងណាស់អ៊ំសឿនចេះបោកក្មេងទៅកើតខ្ញុំខំអត់ហូបបាយថាមកហូបអំបុកនេះហើយបែរជាមកគ្មានឃើញនរណាជុំគ្នាធ្វើអីផងយីអាដាមឯងមកធ្វើអ្វីទាំងយប់មិនខ្លាចទេនោះអំបុកនៅសល់ក្នុងចានគេធ្វើហូបតាំងពីល្ងាចមិញមីងសៃម្ដាយឧត្តមនិយាយទាំងចង្អុលទៅគៀនជញ្ជាំងខ្ញុំស្មានតែអស់ហើយតើឧត្តមលន់មាត់គេប្រញាប់ស្ទុះទៅយកអំបុកមកហូបនៅមានចេកណាំវ៉ាកន្លះស្និតទៀតដែលនៅសល់អាចយកមកផ្សំគ្នាហូបបានយ៉ាងឆ្ងាញ់ស៊ីហើយចូលដេកណាកូនពូសាក់ដែលជាឪពុកលន់មាត់ទាំងកំពុងបិទភ្នែកសង្ងំដេករដូវរងាគ្រប់ខ្ទមទាំងអស់គេដុតភ្លើងនៅពីក្រោមដើម្បីឲ្យជះចំហាយក្តៅឡើងមកលើយប់ស្ងាត់ប្រហែលម៉ោង12ឧត្តមឮសំឡេងអ្វីក៏មិនដឹងហើយក៏ដើរទៅនៅក្រោមខ្ទមស្ងាត់បន្តិចស្រាប់តែមានអារម្មណ៍ថាដូចជាត្រជាក់មិនដឹងចំភ្លើងរលត់លឿនម្លេះឧត្តមរអ៊ូតិចគេដេកពិបាកពេកក៏ស្ទុះងើបអង្គុយហើយអោនចុះមកប្រឡោះរនាបឫស្សីមើលឧត្តមយកដៃញីភ្នែកព្រោះមើលមិនច្បាស់គេមើលឃើញម្ដងទៀតក៏ស្រាប់តែឃើញសត្វស្អីក៏មិនដឹងកំពុងឈរអាំងភ្លើងនៅក្រោមខ្ទមខ្លួនវាឡើងខ្មៅដូចសត្វក្របីខ្លួនវាធំណាស់ធ្វើឲ្យបាំងភ្នក់ភ្លើងអស់លែងជះកម្ដៅឧត្តមលន់មាត់ស្អីគេឈរមកអាំងភ្លើងក្រោមខ្ទមអញវើយនិយាយចប់
ស្រាប់តែមានម្រាមដៃធំពិនជែកអំបងលោកឡើងមកប្រឡោះរនាបធ្វើឲ្យឧត្តមស្រែកផ្អើលខ្ទមខ្មោចឡងម៉ែអើយខ្មោចអើយខ្មោចឡងម៉ែអើយខ្មោចពូសាក់និងមីងសៃភ្ញាក់មកមើលកូនទាំងមមីមកមើលព្រោះឮសូរតែខ្មោចស្អីអាដាមឯងកាត់ស្អីពូសាក់ប្រញាប់សួរខ្មោចឡងអើខ្មោចឡងឧត្តមនិយាយទាំងញ័រខ្លួនស្ទុះមកអោបម៉ែពូសាក់ឮដូច្នេះក៏ប្រញាប់ស្ទុះទៅបើកទ្វារមើលគាត់ឃើញស្អីក៏មិនដឹងបានរត់ចេញទៅឆ្ងាយលោតផ្លោតមានជើងតែមួយមើលស្រដៀងមនុស្សបន្តិចស្រដៀងសត្វបន្តិចព្រឹកឡើងឧត្តមក្តៅខ្លួនកែជាគ្រុនដោយសារតែត្រូវខ្មោចលងកាលពីយប់មិញមីងសៃដាស់ឲ្យមកហូបបាយក៏មិនហូបឲ្យទៅស្រឡាក៏មិនទៅឧត្តមចាប់ផ្ដើមធ្វើភ្នែកស្ទើរដូចមនុស្សសន្តិមិនគ្រប់ពូសាក់ឃើញដូច្នេះក៏ប្រញាប់យកកូនទៅឲ្យលោកអ៊ំមេតដែលជាគ្រូបញ្ជាន់រូបល្បីមួយប្រចាំស្រុកសៀមប៉ាងនេះដើម្បីឲ្យមើលអាការៈមកដល់ផ្ទះឈើធំមួយដែលមានសភាពធំហើយចំណាស់ដូចជាសង់មករាប់រយឆ្នាំផ្ទះនេះហើយជាផ្ទះរបស់លោកអ៊ំមេតជំរាបសួរលោកអ៊ំអញ្ជើញមកខាងនេះក្មេងប្រុសពីរ3នាក់ប្រញាប់ស្ទុះមកស្វាគមន៍លោកពូសាក់និងមីងសៃឲ្យដើរទៅតាមគាត់ទៅរកលោកអ៊ំមេតដែលកំពុងមើលអ្នកជំងឺនៅខាងលើទៅដល់ខាងលើផ្ទះក្មេងស្រីវ័យជំទង់ម្នាក់ដែលកំពុងរៀបចំបាយសីក្រឡេកភ្នែកមកឃើញពូសាក់និងមីងសៃគ្រាឧត្តមឡើងមកនាងលន់មាត់អាដាមមីងអាដាមកើតអីកែវជួយហៅពុកឯងមកមើលអាការៈរបស់អាដាមផងយប់មិញវាត្រូវខ្មោចលងព្រឹកឡើងស្រាប់តែកើតបែបនេះមីងសៃនិយាយទាំងភ័យបារម្ភពីកូនចាមីងនាំអាដាមទៅអង្គុយសិនទៅមីងខ្ញុំទៅអញ្ជើញពុកមួយផ្លែតសិនកែវប្រញាប់តបរួចប្រញាប់រត់ចូលទៅក្នុងបន្ទប់អ៊ំមេតជាប់ដោះអំពើនឹងធ្វើពិធីដេញខ្មោចចេញពីខ្លួនមនុស្សពីរ3នាក់ដែរចាំប្រហែលកន្លះម៉ោងទើបកែវស្ទុះចេញពីបន្ទប់មកវិញនាំអាដាមចូលមកពូមីងកែវបកដៃមីងសៃពូសាក់គ្រាកូនចូលទៅខាងក្នុងឲ្យអ៊ំមេតមើលឧត្តមពេលនេះដូចជាមនុស្សគ្មានវិញ្ញាណនៅក្នុងខ្លួនទឹកមុខស្លេកស្លាំងត្រជាក់ចុងដៃចុងជើងស្រេបអ៊ំមេតឃើញដូច្នេះក៏ប្រញាប់និយាយទៅយកអង្ករសិលមកឲ្យពុកចាស់ពុកកែវឆ្លើយទាំងប្រញាប់ស្ទុះទៅយកអង្ករសិលដែលទុកនៅលើហឹងខ្ពស់នៅពីក្រោយអាសនៈមីងសៃយំសស្រាក់នឹងភ័យជំនួសកូនព្រោះគាត់មិនធ្លាប់ជួបរឿងទាំងអស់នេះទេពូសាក់លួងលោមប្រពន្ធគាត់ជឿជាក់លើអ៊ំមេតព្រោះអ៊ំមេតជាគ្រូពូកែព្យាបាលគេជារាប់ពាន់នាក់ទៅហើយនេះពុកអង្ករសិលកែវហុចអង្ករលេងដែលចងខ្ចប់នៅក្នុងក្រណាត់ក្រហមហុចឲ្យឪពុកអ៊ំមេតរៀបចំសូត្រមន្តអាគមនិងបាច់អង្ករសិលទៅលើខ្លួនឧត្តមចំនួន3ដងរួចឲ្យគេផឹកទឹកមុនអ៊ំមេតគិនគូមើលរាសីរបស់ឧត្តមឃើញថាឆ្នាំនេះជាឆ្នាំឆុងរាសីគេដាក់ទៅបានជាពពួកខ្មោចព្រីអាចលងមិនឡាយបានអ៊ំមេតយកខ្សែកព្រះបំពាក់លើកឧត្តមព្រោះធ្វើបែបនេះដើម្បីឲ្យរបស់ស័ក្តិសិទ្ធិនៅជាប់ការពារកុំឲ្យនៅខ្លួនទទេដូចនេះស្អែកឡើងឧត្តមបានធូរស្រាលច្រើននឹងអាចនិយាយស្ដីបានធម្មតាមីងសៃសប្បាយចិត្តណាស់គាត់ឃើញដូច្នេះក៏លែងសូវបារម្ភហើយត្រឡប់ទៅស្រែដើម្បីច្រូតកាត់ប្រមូលផលស្រូវបន្ត